ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមនិយាយអំពីទឹកឃ្មុំនៅកសិដ្ឋានចិញ្ចឹមឃ្មុំខ្មែរចាសម្រាប់បងប្អូនដែលគាត់តែងតែបារម្ភខ្លាចទឹកឃ្មុំមិនសុទ្ធមិនល្អយកទៅប្រើប្រាស់ទៅមានផលប៉ះពាល់ដល់សុខភាពចាបងប្អូនអាចធ្វើការតាមដានរាល់សកម្មភាពការបង្ហាញជូនពីកសិដ្ឋានយើងខ្ញុំបានគ្រប់ផលិតផលគឺចេញពីកសិដ្ឋានចិញ្ចឹមដោយកូនខ្មែរចិញ្ចឹមដោយប្រជាជនខ្មែរនៅប្រទេសកម្ពុជាយើងចាហើយសម្រាប់របរនៃការចិញ្ចឹមឃ្មុំនេះក៏ជាចំណែកមួយក្នុងការរក្សានៅធនធានធម្មជាតិហើយនិងធនធានសត្វព្រៃមូលហេតុអីបានជាខ្ញុំនិយាយថារក្សានៅធនធានធម្មជាតិបងប្អូនទោះបីជាយើងយកឃ្មុំទៅចិញ្ចឹមនៅតំបន់ចក្រាកស៊ូចក្រាកោចក្រាអីផ្សេងៗវាក៏ជាព្រៃធម្មជាតិកាលណាដែលមានការមើលថែការដាំដុះនៅចំការព្រៃទាំងអស់នោះហើយទើបយើងមានទីតាំងសម្រាប់យកឃ្មុំឲ្យយើងទៅដាក់ទី2ហេតុអីបានជាខ្ញុំនិយាយថាជាចំណែកមួយក្នុងការជួយមើលថែទាំទៅលើពពួកសត្វព្រៃសត្វឃ្មុំគឺជាសត្វព្រៃបងប្អូនចាកាលណាកសិដ្ឋានចិញ្ចឹមឃ្មុំខ្មែរយើងមានការចិញ្ចឹមឃ្មុំកាន់តែច្រើនចាសត្វឃ្មុំមួយចំនួនដែលវាហើរចេញពីបកងចេញពីសន្លប់ឃ្មុំឬមួយក៏យើងដូរទីតាំងពីកន្លែងណាទៅកន្លែងណាមួយផ្សេងទៀតគឺយើងអត់អាចប្រមូលឃ្មុំហ្នឹងទៅតាមយើងបានទាំងអស់ទេណាបងប្អូនអញ្ចឹងហើយវាក៏ជាចំណែកមួយធ្វើឲ្យឃ្មុំចិញ្ចឹមប្រែទៅជាឃ្មុំព្រៃធ្វើឲ្យបងប្អូនដែលគាត់នៅតាមតំបន់មួយចំនួនដែលយើងតែងតែមានការយកឃ្មុំទៅដាក់ហ្នឹងគឺគាត់អាចរកបានពពួកឃ្មុំព្រៃសុទ្ធចាគ្រាន់តែវាខុសគ្នាតែម្យ៉ាងទេបងប្អូនឃ្មុំចិញ្ចឹមគឺយើងមើលថែអភិរក្សវាអញនិយាយថាយើងមើលថែវាបងប្អូនការពារកុំឲ្យវាមានជំងឺមានសត្វល្អិតឬមួយក៏វាមានបញ្ហាអីមួយកើតឡើងដើម្បីយើងធ្វើការប្រមូលយកទឹកឃ្មុំយកមកលក់ជូនបងប្អូនទាំងអស់គ្នាបានប្រើប្រាស់ទៅតាមតម្រូវការក៏ប៉ុន្តែពពួកឃ្មុំព្រៃចាគឺវាធ្វើសបកបែបតូចៗទៅតាមការរស់នៅរបស់សត្វឃ្មុំអញ្ចឹងណាអញ្ចឹងមិនថាពួកខ្ញុំយកឃ្មុំទៅដាក់នៅតំបន់ចក្រាកស៊ូចក្រាកោចក្រាមានតង៉ែនតរ៉េនចាប់ពោតទៅលងអាកាសខ្យល់ស្វាយចន្ទីផ្សេងៗទេសុទ្ធតែជាចំណែកមួយក្នុងការធ្វើឲ្យសត្វឃ្មុំដែលយើងចិញ្ចឹមហ្នឹងគឺវាបានទៅរស់នៅជាសត្វឃ្មុំព្រៃហើយក៏ជាចំណែកមួយឲ្យបងប្អូនទាំងអស់គ្នាដែលគាត់ធ្វើដំណើរនៅតាមព្រៃចក្រាហ្នឹងគឺគាត់រកបានជាមួយនឹងឃ្មុំព្រៃទៅតាមភាពជាក់ស្ដែងតិចឬក៏ច្រើនតែសូមបញ្ជាក់ជូនបងប្អូនទាំងអស់គ្នាណាចាទឹកឃ្មុំចិញ្ចឹមក៏ដោយទឹកឃ្មុំព្រៃក៏ដោយគឺបងប្អូនអាចយកទៅប្រើប្រាស់ជាតម្រូវការបានដូចគ្នាឲ្យតែទឹកឃ្មុំសុទ្ធគ្រាន់តែថាទឹកឃ្មុំចាមិនថាទឹកឃ្មុំព្រៃទឹកឃ្មុំចិញ្ចឹមទេតែកាលណាវាមានទឹកដមផ្ការស់នៅកន្លែងតំបន់ផ្ការផ្សេងគ្នាទាំងរសជាតិទាំងក្លិនទាំងពណ៌គឺក៏មិនដូចគ្នាដែរអញ្ចឹងបងប្អូនត្រូវបែងចែកឲ្យដាច់ទាំងក្លិនទាំងពណ៌ទាំងរសជាតិនៃទឹកឃ្មុំប្រភេទទឹកឃ្មុំឆៅចាចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងធ្វើការតាមដានរាល់សកម្មភាពការចែករំលែករាល់វីដេអូរបស់នាងខ្ញុំចង់ដឹងអំពីរឿងណាមួយអាចធ្វើការខមមិននៅខាងក្រោមវីដេអូបាននាងខ្ញុំរីករាយក្នុងការចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាអរគុណច្រើន